តោះបងប្អូនឲ្យថ្មីមកមើលម៉ូតស្ទាវបែបញីសក់ណាបងប្អូនឲ្យថ្មីចូលមើលវីដេអូពេញទាំងអស់គ្នាបាទហើយខ្មៅបែបខ្មៅធម្មជាតិណាបងប្អូននេះសម្រស់កាត់បានប៉ុណ្ណឹងដែរហើយកាត់ម៉ូតឡុងសុងធម្មតាជើងខ្ពស់ណាបងប្អូនហើយម៉ូតពេលយើងកាត់រួចណាបងប្អូនជាដើមក្បាលវីដេអូហើយមើលឥឡូវនេះយើងចាប់ផ្ដើមដល់វគ្គដែលយើងត្រូវបែងចែកសក់ហើយនឹងបួងសក់ទៅលើណាដើម្បីការកាត់ឲ្យបានស្រួលណាបងប្អូនហើយយើងមើលទៅបងប្អូនដៃថ្មីយើងមើលលេងតោះហើយខ្ញុំបួងខាងនេះឬបួងខាងនោះខាងស្ដាំឬខាងឆ្វេងឥឡូវនេះខ្ញុំចាប់ដើមយកមន្ទិល X7 យកមកបំបោសបង្ហើណាបងប្អូនហើយនេះក៏ចាប់ដើមបង្ហើឲ្យស្មានដៃណាបងប្អូនព្រោះតែយើងស្មានដៃបើយើងអត់បានពាក់ពុំយើងត្រូវតែស្មានដៃប្រហើហើយយើងត្រូវចិត្តស្និទ្ធថែមតិចដែលស្និទ្ធលូចគេថាធ្វើជាងត្រូវចេះលួចណាបងប្អូនបើមិនចេះលួចទេវាអត់ស្អាតទេបងប្អូនជាងអីក៏ដូចជាងអីដែរជាងកាត់សក់ក៏ត្រូវលួចដែរហើយយើងត្រូវលួចថែមតិចព្រោះការកាត់យើងត្រូវចេះមើលបែងចែកមើលសក់ក្បាលភ្ញៀវហើយនឹងតម្រង់មុខភ្ញៀវណាបងប្អូនហើយមើលបងប្អូននេះទឹកដៃជាងស្រុកស្រែណាបងប្អូនរោបានមករស់មួយចាយណាបងប្អូនឥឡូវនេះរួចខាងស្ដាំមកជាងហេងឲ្យបាទបងប្អូនបែបសណាបងប្អូនលោកក្មេងៗឥឡូវគាត់ចូលចិត្តណាម៉ូតជើងសអញ្ចឹងពេញនិយមហើយនៅខាងភូមិថ្នល់ចែកស្រុកសង្គមនេះឃុំសំរោងបងប្អូនទូទៅហើយពេញលេងហើយនេះហើយឥឡូវនេះយើងក៏ចាប់ផ្ដើមចូលមកដល់ខាងឆ្វេងម្ដងហើយបាទបងប្អូនបាល់នៅអត់ស្ងៀមទេបងប្អូនខ្លាចខូចមុតសក់ហើយឥឡូវនេះចាប់ដើមរួចហើយក៏សម្រេច្រាប់ជើងបន្តិចណាបងប្អូនហើយយើងនេះក៏ចាប់ដើមយកមកទឿ X7 មកថែមពីលើទៀតហើយបាទបងប្អូនដល់វគ្គយើងសម្រេមកខាងក្រោយណាបងប្អូនសក់កើតរៀងយ៉ាប់កាត់ពីក្រោយបន្តិចព្រោះក្បាលកើតរៀងកន្លុក3ជ្រុងណាបងប្អូនហើយនេះខ្ញុំចាប់ដើមមើលតាណាដែលសល់តិចយើងយកស្និទ្ធលូចតិចទៅហើយការលួចនេះក៏គ្រប់ជាងដែរបងប្អូនត្រូវលួចចេះចិត្តចេះស្និទ្ធចិត្តលួចលិចលួចជើងលួចត្បូងយើងមិនមែនលួចគេទេណាយើងលួចសក់ឲ្យវាបានស្អាតណាបងប្អូនហើយឥឡូវនេះមើលកលៈកកើតណាបងប្អូនពីក្រោយនេះយើងត្រូវយកជ្រុងមកទឿណានៅកលុកកណ្ដាលណាបងប្អូនជ្រុងមកទឿខាងស្ដាំទៅលួចខាងឆ្វេងយកខាងឆ្វេងទៅលួចខាងស្ដាំណាបងប្អូនព្រោះសក់កើតនេះគេហៅក3ជ្រុងព្រោះតម្រង់សក់ចេះពិបាកកាត់ណាបងប្អូនបើនៅទីក្រុងគេលើកខ្ពស់ទៅលើផុតវាអត់ពិបាកកាត់ទេបងប្អូនស្រួលណាបងប្អូនហើយនេះក៏រួចមកចំហៀងខាងឆ្វេងហើយខ្ញុំក៏បានយកមកទឿមកច្រាប់ណាបងប្អូនហើយមើលទៅបងប្អូនដៃថ្មីហើយនេះក៏ចាប់ផ្ដើមរួចមកចំហៀងទៀតដែរបាទបងប្អូនហើយកាត់នេះកាត់មើលតែកញ្ចក់ទេកាត់ចូលចិត្តភាពស្អាតណាបងប្អូនព្រោះក្មេងទេប៉ុន្តែកាត់ចិត្តធំណាបងប្អូនគេហៅតូចមែនតែខ្លឹមហើយនេះខ្ញុំក៏ចាប់ដើមយកស្និទ្ធបណ្ដេញឲ្យវាស៊ីគ្នានឹងសក់ខាងលើណាបងប្អូន
យើងត្រូវបណ្ដេញទិញហើយក៏យើងចាប់ផ្ដើមយកមកទើស្វែនទុកយើងក៏ចាប់ផ្ដើមយកមកទើ70ឆ្នាំមកលីងបងប្អូននេះខ្ញុំចាប់ផ្ដើមលូចអានតិចនេះណាបងប្អូនសក់យើងត្រូវស្អាតនឹងបន្តិចនេះឯងព្រោះបើយើងមិនលូចអាបន្តិចនោះទេក៏វាមិនស្អាតបានក្បោះក្បាយដែរបងប្អូនហើយការកាត់របស់យើងខ្ញុំក៏ចាប់ផ្ដើមចិត្តមកដល់ទីបញ្ចប់ហើយបាទបងប្អូនហើយសេរីលូចឲ្យវាបណ្ដេញគ្នាមើលទៅស្មោលណាបងប្អូនឥឡូវនេះយើងក៏បង្វិលគាត់មកជុំឲ្យបានស្អាតណាបងប្អូនមើលទៅហើយនេះឥឡូវនេះចាប់ដើមដល់វគ្គកណាបងប្អូនព្រោះការកយើងត្រូវជ្រាបយកជាតិកាយើងបញ្ឆិតឡាបន្តិចណាបងប្អូនយើងកុំបញ្ឈរខ្លាំងពេកអាចនឹងខ្ជីកមកឡាមវាអាចនឹងមុតណាបងប្អូនហើយយើងករូបឲ្យវាស្អាតកងអែលណាបងប្អូនហើយសម្រាប់ដៃថ្មីត្រូវហើយនេះមើលទៅខ្វង់ស្អាតណាបងប្អូនវាស្មោលដិតល្អណាបងប្អូនពីកខ្ញុំមួយទេនេះច្បាស់ហើយក៏មិនជាលឿនប្រហែលដែរបងប្អូនឥឡូវនេះខ្ញុំឆ្វែលគុំតិចរួចខ្ញុំក៏បានកោដេញទៅក្រោយហើយនេះក៏ខ្ញុំរំលឹងគោរមណាបងប្អូនយើងផ្កាឡាមណាបងប្អូនហើយយើងផ្កាឡាមកាប់ឡាមធ្វើម៉េចយើងនៅមកកន្លែងមែនប៉ុន្តែយើងចេះកាប់ឡាមចេះផ្កាឡាមអាហ្នឹងវាអាស្រ័យលើបងប្អូនទេបងប្អូនបើយើងគិតថាក៏របៀបណាស្រួលយើងក៏ទៅប៉ុន្តែរបៀបខ្ញុំឈរមកកន្លែងក៏ខ្ញុំអាចកបានដែរព្រោះខ្ញុំពវល់ភ្ញៀវណាបងប្អូនហើយនេះចាប់ដើមច្រាប់ពិសិដ្ឋការហើយក៏ដេញជើងឆ្វែលរំលឹងគល់រោមឲ្យវាម៉ត់ស្អាតហើយក៏វាមានស្មោលមានអីណាបងប្អូនព្រោះការកោយើងនេះក៏ចិត្តដល់ទីបញ្ចប់ហើយបាទឥឡូវនេះយើងចាប់ផ្ដើមច្រាប់ពីខាងក្រោយមុនរួចបានយើងរំលឹងគល់រួចយើងច្រាប់ឆ្វែលកុំជែកទៅមុខណាបងប្អូនច្រាប់បន្តិចនេះគឺក៏យើងយកឡាមនេះក្លាប់ផងផ្ងាផងណាបងប្អូនឲ្យវាស៊ីគ្នាជាមួយនឹងសក់ធំណាបងប្អូនរំលឹងគល់រោមឲ្យវាអស់ទៅវាមើលទៅវាស្អាតហើយក៏ស៊ីដូចសក់ស៊ីជាមួយសក់ធំណាបងប្អូនវារត់ស្មូតគ្នាណាបងប្អូនហើយការកោយើងខ្ញុំនេះក៏ចាប់ផ្ដើមហើយបណ្ដើហើយបាទបងប្អូនហើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូបាទបងប្អូននេះខ្ញុំក៏ចាប់ផ្ដើមយកមកទើ70ឆ្នាំរំលឹងបន្តិចហើយលទ្ធផលយើងក៏ចាប់ផ្ដើមចេញមកប៉ុណ្ណេះដែរបាទម៉ូតញីដៃណាបងប្អូនអេមម៉ងឲ្យមានដៃទៀតតែកាត់តូបគីផ្សេងអត់ត្រូវចិត្តទេកាត់តូបខ្ញុំដាក់ត្រូវចិត្តហើយនេះសក់គាត់រៀងពឿបន្តិចពឿដេមតាមណាគាត់លាបតាមខ្មៅខ្លួនគាត់ណាគាត់របៀបថាគាត់សេវលុយណាគាត់ចង់ទុកលុយខ្លះទៅដល់ពេលឥឡូវមានអីដប់អរគុណសម្រាប់ការទស្សនាវីដេអូ